ឲ្យតែមកដល់កពតគឺមិនដែលរំលងទេដឹងតែចូលហើយនំបញ្ចុកទឹកមហិច្ឆខេត្តកំពតបាទខានមកយូរនឹកក្លិននឹករសជាតិហើយយូរមកម្ដងគឺមិនអាចរំលងបានទេត្រូវតែចូលមកញ៉ាំម្នាក់ម្ចានសិនមានកម្លាំងចាំបន្តដំណើរទៅមុខទៀតបន្ទាប់ពីញ៉ាំនំបញ្ចុកហើយក៏ឃើញថាមានគេលក់ស្រាថ្នាំត្រាំផ្លែឈើ36មុខនៅខេត្តកំពតហើយក៏មានអារម្មណ៍ថាចង់ភ្លក់អញ្ចឹងណាភ្លក់មួយហ្នឹងសុំភ្លក់មួយអ្នកលក់ជំរាបសួរក៏ដូចជាសួស្តីទៅកាន់បងប្អូនទាំងអស់គ្នាបាទត្រឡប់មកជួបខ្ញុំបាទជាសុខាឡៃថ្ងៃនេះជាមួយនឹងក្រុមការងារបានណាត់គ្នាទៅថត MV ថ្មីនៅខេត្តកំពតបាទហើយមុនហ្នឹងទូស្រីមកចាំនៅ studio គាត់ទៅឡើងឡានភ្លាមត្រឡប់ឈឹងតែម្ដងហើយឥឡូវនេះពួកយើងកំពុងតែធ្វើដំណើរតាមផ្លូវឆ្ពោះទៅកាន់ខេត្តកំពតបាទហើយក៏មកដល់ផ្លូវបំបែកផ្លូវ41ក៏នាំគ្នាឈប់ញ៉ាំដូងមួយផ្លែសិនហើយបន្ទាប់មកក៏មកដល់ទីរួមខេត្តកំពតហើយជិតដល់ផ្លូវទីភ្លើងក៏យើងឈៀងចូលទៅកន្លែងលក់នំបញ្ចុកបាទទឹកមហិច្ឆបាទជាប់ផ្លូវទីភ្លើងជាប់អូហ្នឹងបាទហើយឲ្យតែមកដល់កំពតគឺមិនដែលចោលទេហើយក៏មិនដែលរំលងដែរបាទត្រូវតែចូលមកញ៉ាំម្នាក់ម្ចានសិនបានបន្តដំណើរទៅមុខទៀតមកដល់ភ្លាមគឺអត់ចាំយូរទេគឺកំងភ្លាមតែម្ដងព្រោះថាហេវដែរហើយម៉ោងប្រហែលជា7:11ហើយបាទហើយយើងមកពីភ្នំពេញយើង clean ដែរអញ្ចឹងយើងញ៉ាំមកហើយទៅព្រោះពេលថ្ងៃអាចនឹងអត់ញ៉ាំបាយអញ្ចឹងណាព្រោះទៅដល់កន្លែងទីតាំងថតគឺយើងចាប់ផ្ដើមថតតែម្ដងបាទឥឡូវនំបញ្ចុកមកដល់ហើយលៃលោកមើលហើយចាំដាក់ចាត់ការសិនបាទមើលសេរីម្នាក់ម្ចានទៅហើយទម្លាប់ខ្ញុំជាទូទៅខ្ញុំញ៉ាំ2ចានប៉ុន្តែថ្ងៃហ្នឹងរៀងបញ្ញាប់ប៉ុន្តែញ៉ាំទៅរៀងឆ្អែតហើយភាគច្រើនខ្ញុំថែមលបោយរៀងច្រើនហើយម្ទេសអំបិលបុកហ្នឹងគឺខ្ញុំរៀងចុះម្ទេសតិចមួយចានហ្នឹងចូល10គ្រាប់អីហ្នឹងម្ទេសហ៎បាទដុល្លារលើកំពុងតែចាត់ការមុនដែរនឹងអ្នកថាអត់ឃ្លានតែមកដល់លឿនជាងគេទៅទៀតបាទហើយអញ្ចឹងបងប្អូនប្រហែលជាស្គាល់ហើយបាទទីតាំងលក់នំបញ្ចុកទឹកមហិច្ឆគឺកន្លែងហ្នឹងគឺថាល្បីបាទសម្រាប់អ្នកដែលគាត់ធ្វើដំណើរកំសាន្តអីភាគច្រើនគឺគាត់ឆ្លងកាត់នៅកន្លែងលក់នំបញ្ចុកហ្នឹងគឺមិនដែលម្លងទេគឺចូលញ៉ាំគ្រប់គ្នាតែម្ដងបាទហើយចូលទៅភ្ញៀវគាត់ច្រើនណាបាទមកប៉ុណ្ណឹងភ្ញៀវឡើងពេញតែម្ដងបាទហើយពួកខ្ញុំចូលទៅគ្នា 4-5 នាក់ទៀតចង់អត់កន្លែងអង្គុយទេបាទអញ្ចឹងទីតាំងវាយជាបងប្អូនស្គាល់ហើយបាទខ្ញុំអត់បានដាក់ទីតាំងជូនបងប្អូនទេហើយឥឡូវញ៉ាំហើយម្នាក់ម្ចានហើយតួប្រុសយើងបាទឥឡូវបន្ទាប់ពីញ៉ាំហើយខ្ញុំបានមកដល់ស្រាថ្នាំបាទត្រាំផ្លែឈើ36មុខហើយក៏មានអារម្មណ៍ថាចង់ភ្លក់អញ្ចឹងណាបាទអញ្ចឹងចូលភ្លក់មួយសិន